សូមគោរពទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នារួមទាំងលោកតាលោកយាយហើយក៏សូមគោរពទៅដល់អ្នកដែលបានស្ដាប់វីដេអូនេះអាចនិយាយបានថារាប់ទុកថាគឺជាអ្នកដែលមានបុណ្យខ្លាំងមែនទែនក៏ប៉ុន្តែមានបុណ្យកម្រិតណានោះថាតើយើងយកវាទៅប្រើឬអត់ដោយសារតែខ្ញុំបាននិយាយអំពីរឿងឧបោសថសិលអ្នកដែលរក្សាឧបោសថហ្នឹងពេលដែលយើងស្លាប់ទៅយើងអាចជ្រើសរើសទៅកើតនៅឋានសួគ៌ទាំង6ជាន់បានបន្ទាប់ពីខ្ញុំបានធ្វើវីដេអូនិយាយអំពីរឿងរ៉ាវឋានសួគ៌រួមទាំងវីដេអូអំពីព្រហ្មលោកហើយអ្នកខ្លះក៏ចាប់ផ្ដើមគិតថានឹងចង់រក្សានៅឧបោសថសិលដើម្បីយកបុណ្យដ៏មហាសាលមួយហ្នឹងអានេះបានថាមិនអស់លុយនោះទេមិនអស់លុយដូចយើងធ្វើទានឬក៏ចែកទាននោះទេក៏ប៉ុន្តែវាគឺជាបុណ្យដ៏មហាសាលក្រៃលែងមួយអានេះបានថាជាបុណ្យថ្នាក់កណ្ដាលរងអំពីការអង្គុយសមាធិហើយជាពិសេសនាពេលបច្ចុប្បន្ននេះទៀតណាបើសិនជាអ្នកណាដែលបានរក្សានៅឧបោសថសិលឲ្យធ្វើឲ្យបរិសុទ្ធលោកអ្នកគឺនឹងក្លាយទៅជាមនុស្សម្នាក់ដែលទេវតាចងចាំឈ្មោះដែលយើងបានរក្សាឧបោសថសិលទេវតានឹងចងចាំឈ្មោះរបស់យើងបានន័យថាឈ្មោះយើងនៅក្នុងលោកមនុស្សហ្នឹងក៏ប៉ុន្តែទេវតានឹងចងចាំឈ្មោះជាពិសេសនោះគឺព្រះឥន្ទស្ដេចសកទេវរាជនាពេលបច្ចុប្បន្ននេះដោយសារតែព្រះឥន្ទនាពេលបច្ចុប្បន្ននេះលោកបានព្រះអរិយបុគ្គលថ្នាក់ទី1គឺសោតាបានអញ្ចឹងទេរៀងរាល់ថ្ងៃសិលធំលោកនឹងមកប្រជុំប្រកាសទៅដល់ទេវតាទាំងអស់នៅឯចលាមនីចេតិយនៅឯតវតឹងនេះពេលសពថ្ងៃហ្នឹងលោកនឹងឲ្យគេប្រមូលឈ្មោះអ្នកណាដែលបានរក្សានៅឧបោសថសិលហ្នឹងហើយនឹងអានប្រកាសនៅថ្ងៃឧបោសថសិលគឺថ្ងៃសិលធំរបស់យើងគឺថ្ងៃពេញបរមីនឹងឯងអញ្ចឹងឈ្មោះរបស់យើងឧទាហរណ៍ឈ្មោះខ្ញុំអញ្ចឹងខ្ញុំបានរក្សានៅឧបោសថសិលនឹងមានទេវតាហៅឈ្មោះខ្ញុំនេះឈ្មោះទី1ទី2ទី3អញ្ចឹងទៅទេវតាគេអនុមោទនាពន្លឺគេនឹងកើតបច្ចុប្បន្នហ្នឹងណាអញ្ចឹងអ្នកណាដែលរក្សានៅឧបោសថសិលទេវតានឹងចងចាំឈ្មោះប៉ុន្តែរក្សាឲ្យជាប់លាប់ណាព្រោះបើយើងរក្សាតែម្ដងពីរដងទៅគេអានម្ដងហើយគេខ្លះគេភ្លេចឯដូចយើងរាល់ថ្ងៃប៉ុន្តែបើសិនជាយើងរក្សាជាប់លាប់ឲ្យថ្ងៃសិលប្រកាសឈ្មោះនៅហ្នឹងទៀតអូគឺគេសប្បាយចិត្តទេវតានឹងចងចាំឈ្មោះយើងអញ្ចឹងទេនៅក្នុងថ្ងៃឧបោសថសិលព្រះឥន្ទគេនឹងដឹកនាំទេវតាទៅគោរពធ្វើសក្ការៈបូជានៅឯចលាមនីចេតិយហើយនឹងឲ្យទេវបុត្រគេប្រកាសបានន័យថាឈ្មោះអ្នកណាដែលបានរក្សាឧបោសថសិលហ្នឹងអញ្ចឹងគេនឹងអានឈ្មោះអញ្ចឹងទៅហើយបើសិនជានៅលើពិភពលោកយើងនេះមានអ្នកដែលរក្សានៅឧបោសថសិលច្រើនគឺទេវតាគេនឹងសប្បាយចិត្តណាទៅវិញគឺនឹងមានពលិព្រិកក៏ប៉ុន្តែបើសិនជាទូទាំងពិភពលោកយើងណាអានទៅបានតែ100 200នាក់អូទេវតាគឺមានអារម្មណ៍ថាអត់សប្បាយចិត្តទេព្រោះគិតថាមនុស្សនឹងធ្លាក់ទៅនរកច្រើនអញ្ចឹងរៀងរាល់ថ្ងៃឧបោសថសិលថ្ងៃសិលធំហ្នឹងគឺជាថ្ងៃសំខាន់ហើយនៅឯយមលោកក៏នឹងមានការផ្អាកធ្វើទិរុណកម្មអញ្ចឹងនៅក្នុងរៀងរាល់ថ្ងៃឧបោសថសិលធំឬថ្ងៃ15កើតហ្នឹងនៅឯយមលោកប៉ុន្តែមិនមែននៅនរកឯណានរកដូចគ្នាប៉ុន្តែគ្រាន់តែនៅក្នុងយមលោកហ្នឹងគឺកន្លែងកាត់ក្តីរបស់ស្ដេចយមរាជហ្នឹងគេនឹងយកអ្នកណាដែលអាចនិយាយថាសោយកម្មនឹងច្រើនហើយគេនឹងយកមកកាត់ក្តីបើអត់ទាន់អស់ទេផុតពីហ្នឹងទៅឆេះទៀតចឹងទៅហើយនាយនិរយបាលក៏ផ្អាកធ្វើទិរុណកម្មនៅក្នុងថ្ងៃសិលធំនោះផងដែរដូច្នេះបើសិនជាយើងបានរក្សាឧបោសថសិលឬក៏យើងបានធ្វើបុណ្យអីផ្សេងយើងឧទ្ទិសទៅឲ្យញាតិមួយចំនួននៅថ្ងៃឧបោសថហ្នឹងគឺឱកាសដែលញាតិទទួលបានហ្នឹងច្រើនអូខេឥឡូវយើងនឹងចូលសាច់រឿងចំពោះអ្នកដែលចង់រក្សានៅឧបោសថសិលយកបុណ្យដ៏មហាសាលអាចនិយាយបានថាបុណ្យនឹងវាលើសអំពីការរក្សាសិល5ហ្នឹងខ្ទង់សែនដងខ្ទង់សែនបានន័យថាយ៉ាងតិចណាឥឡូវឧទាហរណ៍ថាយើងឲ្យទានទៅដល់សត្វដេរិឆានយើងបាន100អាហ្នឹងគឺព្រះសម្មាសម្ពុទ្ធបានពោលតួលេខច្បាស់តែម្ដងឲ្យចំពោះអ្នកដែលអត់សិលដោយមនុស្សធម្មតាអញ្ចឹងអត់មានសិលឲ្យទៅពុបគឺច្បាស់តួលេខតែម្ដងគឺ1000ឲ្យចំពោះអ្នកមានសិល5ខ្ទង់10000ប៉ុន្តែឲ្យចំពោះអ្នកដែលរក្សាថ្ងៃឧបោសថសិលហ្នឹងគឺ100,000យ៉ាងតិចអញ្ចឹងទេគឺជារឿងបុណ្យដ៏មហាសាលមែនទែនហើយរក្សាសិលឧបោឧទាហរណ៍ឥឡូវងាយស្រួលស្ដាប់ចេះតាមធម្មតាបើសិនជាថ្ងៃហ្នឹងឧទាហរណ៍ឥឡូវខ្ញុំរក្សាឧបោសថសិលហើយមានអ្នកណាមួយយកបាយយកសឡមកឲ្យខ្ញុំមកពេលហ្នឹងណារាប់ទុកថាអ្នកដែលឲ្យនោះនឹងទទួលបានផលតបស្នងទៅវិញខ្ទង់គុណនឹង100,000ដងយ៉ាងតិចណាហើយអ្នកដែលធ្វើបាបជាមួយអ្នកដែលរក្សានៅឧបោសថសិលហ្នឹងក៏គុណបាប100,000ដងដូចគ្នាអញ្ចឹងទេដើម្បីឲ្យយើងคล้ายទៅជាមនុស្សម្នាក់ដែលពិសេសនៅក្នុងថ្ងៃសិលហ្នឹងទី1គឺអ្នកដែលឲ្យយើងគាត់បានបុណ្យច្រើនទី2យើងផ្ទាល់យើងក៏បានអានិសង្សដ៏មហាសាលពីការរក្សានៅឧបោសថសិលផងដែរហើយបច្ចុប្បន្ននេះយើងអាចដឹងបានថាថ្ងៃហ្នឹងគឺជាថ្ងៃសិលតាមរយៈបច្ចុប្បន្នស្រួលយើងមានប្រតិទិនត្រូវយើងហៅថា calendar ហ្នឹងយើងមើលទៅរៀងរាល់ថ្ងៃឧបោសថឬយើងហៅថាថ្ងៃសិលហ្នឹងយើងឃើញនៅប្រតិទិនគេនឹងដាក់រូប logo ព្រះសម្មាសម្ពុទ្ធព្រោះអ្នកដែលដឹងថាថ្ងៃឧបោសថសិលសំខាន់ហ្នឹង
គឺព្រះសម្មាសម្ពុទ្ធបានថាបើកបង្ហាញថ្ងៃសំខាន់ណាប៉ុន្តែធាតុពិតហ្នឹងថ្ងៃសិលហ្នឹងមិនមែនព្រះសម្មាសម្ពុទ្ធអ្នកបង្កើតទេណាថ្ងៃសិលហ្នឹងគឺមានតាំងពីដើមយូរណាស់មកហើយតាំងពីផែនដីកើតថ្មីហើយក៏តាំងនៅរហូតដល់ផែនដីក្រោយទៀតនៅតែថ្ងៃដដែលបានថាវាគឺជាថ្ងៃកើតឡើងនៃច័ន្ទគតិនិងសូរ្យគតិអ្នកនរគ្នាអាចទៅសិក្សាបានអំពីច័ន្ទគតិនិងថ្ងៃច័ន្ទគតិនិងសូរ្យគតិហ្នឹងតែថ្ងៃនេះខ្ញុំអត់បានលម្អិតទេប៉ុន្តែយើងងាយស្រួលចាំងាយស្រួលដឹងគឺមើលបតិទិនទៅហើយថ្ងៃសិលនឹងមាននៅទី1ថ្ងៃ8រោចថ្ងៃ8រោចគឺដល់ថ្ងៃសិលហើយឬក៏ថ្ងៃ8កើតប៉ុន្តែចូលទៅដល់ថ្ងៃ14រោចឬក៏15រោចពេលខ្លះទៅថ្ងៃសិលចំថ្ងៃ14រោចហើយពេលខ្លះចំថ្ងៃ15រោចអាហ្នឹងតាមរយៈកោ3ឬកោ4អ្នកនេះត្រូវមើលឡើងហ្នឹងគឺអ្នកដែលគេធ្វើប្រតិទិនគឺគេស្គាល់អំពីសូរ្យគតិឬក៏ច័ន្ទគតិហ្នឹងគឺគេដាក់ច្បាស់អត់ខុសទេឬបើសិនជាថ្ងៃ8កើតក៏ចំថ្ងៃសិលដែរក៏ប៉ុន្តែបើសិនជាថ្ងៃ14កើតឬ15កើតហ្នឹងថ្ងៃខ្លះអាចនឹងថ្ងៃសិលចំថ្ងៃ14កើតអាហ្នឹងបើសិនក្នុងករណីកោ3ហើយបើសិនជាថ្ងៃសិលហ្នឹងចំថ្ងៃ15កើតយើងដឹងហើយ14កើតក៏ដោយ15កើតក៏ដោយឲ្យតែថ្ងៃសិលគឺព្រះអាទិត្យសំទោសព្រះច័ន្ទច័ន្ទគតិនឹងមូលកឡង់តែម្ដងនឹងគេហៅថាព្រះច័ន្ទពេញវងឬក៏ថ្ងៃពេញបរមីគឺជាថ្ងៃសំខាន់ថ្ងៃដែលព្រះឥន្ទនឹងប្រកាសឈ្មោះអ្នកណាដែលបានរក្សានៅឧបោសថសិលហើយខ្ញុំតែងតែនិយាយថាថ្ងៃឧបោសថសិលគឺសំខាន់បំផុតក៏ប៉ុន្តែអ្នកខ្លះគាត់អត់ដឹងរឿងគាត់ក៏ចង់រក្សាដែរគាត់ចង់បានបុណ្យកន្លែងហ្នឹងដែរប៉ុន្តែអត់ដឹងវិធីរក្សាហើយត្រូវវាចាអីខ្លះត្រូវហាមអីខ្លះក៏ប៉ុន្តែអាចនឹងមិនលំអិតដូចវិនិច្ឆ័យនោះទេតែយើងអាចយកវាទៅប្រើបានដឹងខ្លះអូខេណាបាទហើយសូមបញ្ជាក់ម្ដងទៀតបើសិនជាអ្នកនរគ្នាគិតនឹងរក្សានៅឧបោសថសិលតាមធម្មតាឧទាហរណ៍ឥឡូវយើងរក្សានៅសិល5បានន័យថានឹងមានមាតាមផ្ចាញ់ផ្ចាលយើងខ្ទង់10000ដងបានថាព្រួយបុណ្យវាគុណនឹង10000ក៏ប៉ុន្តែបើសិនជាយើងដល់ថ្នាក់យើងរក្សានៅឧបោសថសិលមាក៏នឹងតាមរារាំងយើងផ្ចាញ់យើងធ្វើឲ្យយើងលំបាកនៅក្នុងថ្ងៃសិលមួយយប់មួយថ្ងៃហ្នឹង100,000ដងដូចគ្នាអូខេបាទមាគឺមាទាំង5ប៉ុន្តែនិយាយភាសាសាមញ្ញខ្ញុំអត់ចង់និយាយបែបបាលីណារឿងហ្នឹងវានឹងធ្វើឲ្យយើងមានរឿងដែលធ្វើឲ្យយើងនឹងខុសសិល100,000ដងបានន័យថាភាពលំបាកហ្នឹងវាគុណនឹង100,000ណាឧទាហរណ៍ឥឡូវយើងរក្សានៅសិល5ហ្នឹងគឺបុណ្យប៉ុណ្្នឹងឯងប៉ុន្តែនឹងមានតែផ្ចាញ់ផ្ចាលអូយសិតឯណាចង់បានបុណ្យចង់ឡើងឋានសួគ៌ហ្នឹងឬក៏ពេលខ្លះទៅជាហេតុធ្វើឲ្យយើងនឹងចង់ដាច់សិលខុសសិក្ខាបទហ្នឹងខ្ទង់គុណនឹង10000ទេប៉ុន្តែបើសិនជាយើងហ៊ានទៅដល់ថ្នាក់រក្សានៅឧបោសថសិលបុណ្យហ្នឹងទ្វេគុណតែម្ដងជាពិសេសរឿងលឹះខទី3ឧមាឥឡូវខទី3យើងនឹងមានអារម្មណ៍មួយតណ្ហាហ្នឹងវាដុតរួលថ្ងៃហ្នឹងពិសេសហ្មងវាធ្វើឲ្យយើងចង់និយាយថាភាពអារម្មណ៍ហ្នឹងវាត្រេកត្រអាលខ្លាំងមែនទែននៅក្នុងថ្ងៃហ្នឹងអូខេបាទឬខទី6វិកាលផុតពីថ្ងៃហ្នឹងទៅយើងនឹងមានអារម្មណ៍មួយថាឃ្លានខុសធម្មតាតែម្ដងថ្ងៃសិលហ្នឹងឃ្លានខុសធម្មតាឬថ្ងៃហ្នឹងចំថ្ងៃដែលយើងត្រូវវាចាកនៅនច្ចគីតវាទីតាវិសូហ្នឹងសិលខទី7ហ្នឹងវានឹងធ្វើឲ្យយើងពេលខ្លះស្ដាប់ឮចម្រៀងបរោះគេច្រៀងបើកក្រៅខេឮតែថ្ងៃហ្នឹងតែម្ដងពេលខ្លះអត់ដែលឮបទបរោះដែលយើងបំភ្លេចវាចោលរាប់ឆ្នាំទៅហើយវានឹងផុសចេញមកឲ្យយើងឮនៅថ្ងៃហ្នឹងអូខេបាទអាហ្នឹងខ្ញុំឧទាហរណ៍ទ្រុសទេតែឥឡូវយើងនឹងមកសិក្សាអំពីការរក្សាសិលបែបងាយដើម្បីឲ្យយើងបានអានិសង្សដ៏មហាសាលនៅក្នុងថ្ងៃឧបោសថសិលអូខេបាទនិយាយទៅគឺដោយសារតែមានអ្នកខ្លះគាត់ខមមិនមកទៅគាត់អត់ចេះសូត្របាលីសូត្រអីអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងប្រាប់ពីវិធីបែបងាយដែលយើងអាចយកទៅធ្វើបានគ្រាន់តែឲ្យយើងដឹងអំពីសិក្ខាបទតោះឥឡូវយើងចូលមកសិក្សាទាំងអស់គ្នាសម្រាប់លោកអ្នកដែលអត់ចេះបាលីទេក៏ប៉ុន្តែចង់រក្សាសិលឧបោសថនឹងដោយខ្លួនឯងពេលខ្លះយើងទៅវត្តទៅក៏បានដែរប៉ុន្តែអ្នកខ្លះអត់បានទៅវត្តអីចឹងធ្វើម៉េចឲ្យបានឲ្យតែថ្ងៃសិលពេលខ្លះយើងត្រូវតែរក្សាឲ្យបានជាប់លាប់នៅក្នុងថ្ងៃសិលហ្នឹងយើងរក្សាដោយខ្លួនឯងអូខេបាទតោះឥឡូវយើងចូលទៅរឿងសំខាន់អញ្ចឹងនៅពេលណាដែលយើងដឹងមើលប្រតិទិនឲ្យហើយថាថ្ងៃស្អែកហ្នឹងថ្ងៃសិលអញ្ចឹងយើងត្រៀមខ្លួនធ្វើកិច្ចការដែលសំខាន់មកហើយព្រលឹមឡើងយើងដុសធ្មេញមួយទឹកឲ្យស្អាតទៅហើយថ្ងៃសិលយើងគួរលន់វាចាពោលលន់វាចាឡើងបើនេះថាយើងនិយាយចេញសម្លេងយើងអាចនឹងថ្វាយបង្គំទៅលើមុខព្រះរតនត្រ័យយើងបែរមុខមិនក៏ដោយយើងថ្វាយបង្គំក៏បានដែរអានេះចំពោះអ្នកដែលអត់សូវចេះត្រៃសារណគមអីចឹងទៅយើងសូត្របែបងាយថាតាមខ្ញុំណានេះខ្ញុំមានឡើងតួអក្សរឲ្យអញ្ចឹងយើងលន់វាចាប៉ុន្តែធ្វើយ៉ាងណាយើងលន់វាចាហ្នឹងកុំឲ្យផុតថ្ងៃត្រង់ណាបើសិនយើងពេលព្រឹកហូបបាយហើយថ្ងៃត្រង់ហូបបាយហើយយើងកុំថ្ងៃហ្នឹងមិនបាច់រក្សាទេមកផុតថ្ងៃត្រង់ហើយមិនបាច់ទេតែបើសិនជាថ្ងៃហ្នឹងយើងចង់រក្សាហើយយើងអត់បានហូបអីទេណាអាហ្នឹងយើងរក្សាបានក៏ប៉ុន្តែអាចនឹងធ្វើយើងខៃលោស្លាប់ដោយអ្នកបំរើអនាថអីចឹងណាដូច្នេះព្រលឹមឡើងយើងថ្វាយបង្គំ3ដងហើយពោលលន់វាចាឲ្យលឺមកថ្ងៃនេះត្រូវជាថ្ងៃឧបោសថសិល
ខ្ញុំព្រះករុណាឈ្មោះតារាយើងហៅឈ្មោះខ្លួនឯងមកសូមសមាទាននៅឧបោសថសិលអស់ថ្ងៃនេះនិងយប់នេះដោយសិក្ខាបទប្រកបដោយអង្គ8អូខេណាបាទអញ្ចឹងបើសិនយើងចេះអ្នកមោតសៈយើងសូត្រអ្នកមោតសៈ3ចប់ទៅហើយត្រៃសារណគមមានពុទ្ធាំងសារណង្កច្ឆាមិធម្មំសារណង្កច្ឆាមិសង្ឃាំងសារណង្កច្ឆាមិអញ្ចឹងទៅតែបើសិនជាអត់ចេះទេក៏ហីទៅអត់បញ្ហាទេអញ្ចឹងនិយាយដូចខ្ញុំអញ្ចឹងហើយយើងត្រូវដឹងអំពីសិក្ខាបទរបស់ខ្លួនឯងនីមួយៗសិក្ខាបទខទី1ខ្ញុំនឹងមិនសម្លាប់សត្វមិនបៀតបៀនជីវិតអ្នកដទៃសិក្ខាបទទី2ខ្ញុំនឹងមិនយករបស់អ្នកដទៃដែលគេមិនបានឲ្យដោយកាយនិងវាចាខទី3ខ្ញុំនឹងមិនសែបមេធនធម៌ភាសាសាមញ្ញថាយើងមិនរួមភេទមិនអោបថើបមានតម្រេកនៅក្នុងថ្ងៃនឹងដាច់ខាតអូខេណារឿងប្រើដៃប្រើឲ្យជួយខ្លួនឯងហ្នឹងគឺហាមណាអូខេថ្ងៃហ្នឹងដើម្បីឲ្យយើងមានរក្សានៅឧបោសថសិលហ្នឹងបរិសុទ្ធហើយទី4ខ្ញុំមិននិយាយមុសាកុហកមិននិយាយសោកសៀតនិយាយចាក់ដោតនិយាយរវើរវាយទៅកាន់អ្នកដទៃយ៉ាងថ្ងៃហ្នឹងយើងហាមមកខទី4ខ្ញុំនឹងមិនផឹកទឹកស្រវឹងសូរ៉ាមេរ៉ាយគ្រឿងញៀនគ្រឿងសែបផ្សេងទី6ខ្ញុំនឹងមិនបរិភោគនៅអាហារក្នុងកាលខុសបាទន័យថាចាប់ពីផុតថ្ងៃត្រង់ទៅគឺយើងត្រូវផ្ដាច់ហើយអញ្ចឹងយើងពោលទៅប៉ុន្តែឲ្យយើងត្រូវដឹងសិក្ខាបទទីទៀតខ្ញុំនឹងមកលម្អិតបន្តិចទី7ខ្ញុំមិនរាំច្រៀងមិនប្រគំនឹងមើលនៅលបែងមិនស្អិតស្អាងតុបតែងដោយគ្រឿងប្រដាប់គ្រឿងលាបផ្សេងថ្ងៃហ្នឹងគឺអត់ទេក៏ប៉ុន្តែបើសិនជាក្នុងករណីអ្នកខ្លះគាត់មុននឹងចេញទៅធ្វើការតែថ្ងៃហ្នឹងចំថ្ងៃសិលតែងខ្លួនឲ្យហើយចាំលន់វាចាសូត្រសមាទានសិលអូខេបាទពាក់កបិលចិញ្ចៀមខ្សែកឲ្យចប់ទៅអាហ្នឹងទី7ទី8ខ្ញុំនឹងវាចាទីសេនាសនៈដ៏ខ្ពង់ខ្ពស់ហួសប្រមាណនិងទីសេនាសនៈដ៏ប្រសើរអូខេអាហ្នឹងបែរថារឿងខ្ពស់ទីទៀតខ្ញុំនឹងឲ្យយល់អំពីសិក្ខាបទនីមួយៗអញ្ចឹងបន្ទាប់មកយើងសរុបសិលទៅខ្ញុំព្រះករុណាឈ្មោះតារាហ្នឹងសូមសមាទាននៅឧបោសថសិលដ៏ប្រកបព្រមហើយដល់អង្គ8ហ្នឹងនឹងរក្សាឲ្យបរិបូរណ៍ប្រពៃអស់កាលកំណត់ថ្ងៃនេះនិងយប់នេះសូមកុសលចូលជាឧបនិស្ស័យធ្វើឲ្យបាននៅអមតៈនៃសេចក្តីសុខយើងឬក៏យើងសូមឲ្យបានសម្រេចតាមអីដែលយើងប្រាថ្នាខ្លួនឯងទៅអាហ្នឹងអូខេណាអញ្ចឹងសូមបញ្ជាក់ម្ដងទៀតអានេះគឺជាវិធីរក្សាបែបងាយៗប៉ុន្តែមិនមែនថាអ្នកនរគ្នាត្រូវតែអានចំដោយតួអក្សរខ្ញុំអញ្ចឹងទៅមិនមែនទេសំខាន់គ្រាន់តែយើងលាន់វាចាថាថ្ងៃនេះខ្ញុំព្រះអង្គនឹងរក្សានៅឧបោសថសិលដែលប្រកបដោយអង្គ8ហើយ8ហ្នឹងយើងយល់ខ្លួនឯងយើងនិយាយទៅមិនសម្លាប់សត្វមិនលួចរបស់គេមិនប្រព្រឹត្តខុសក្នុងមេធនធម៌មិននិយាយភូតកុហកមិនផឹកទឹកស្វឹងមិនបរិភោគអាហារក្នុងកាលខុសមិនតុបតែងស្អិតស្អាងរាងកាយមិនប្រើប្រាស់នៅទីសេនាសនៈដ៏ខ្ពង់ខ្ពស់ហួសប្រមាណនិងទីសេនាសនៈដ៏ប្រសើរអញ្ចឹងទៅហើយយើងក៏សរុបសិលកន្លែងហ្នឹងមកខ្ញុំព្រះករុណាសូមសមាទាននៅឧបោសថថ្ងៃនេះនិងយប់នេះដោយសិក្ខាបទ8អញ្ចឹងទៅអាហ្នឹងគឺបានហើយអូខេណាបាទងាយអត់លំបាកកុំឲ្យយើងស្មុគស្មាញរហូតដល់ពេលខ្លះត្រូវសូត្រចាំទីទៀតខ្ញុំនឹងមកនិយាយពីការសូត្របើសិនជាយើងចេះទៅរឹតតែល្អអូខេណាអញ្ចឹងយើងបានឧបោសថសិលអញ្ចឹងយើងរក្សាឲ្យជាប់មួយថ្ងៃហ្នឹងរហូតដល់ស្អែកព្រលឹមឡើងយើងបើកភ្នែកឡើងយើងមើលបាតដៃខ្លួនយើងមើលយើងឃើញកលាដៃយើងឯងបើមើលឃើញច្បាស់លាស់ហើយគឺផុតហើយរក្សាឧបោសថសិលយើងផុតហើយយើងចប់ហើយយើងក៏នឹងទទួលបានសិល5ធម្មតាអញ្ចឹងយើងហូបបាយធម្មតាអូខេណាតែប៉ុណ្ណឹងយើងបាននៅឧបោសថសិលហើយឈ្មោះរបស់យើងនឹងបានចារឹកត្រូវបានទេវតានៅតោវតឹងហៅឈ្មោះយើងនៅក្នុងលោកមនុស្សហ្នឹងណាអូខេបាទនេះគឺជាបុណ្យដ៏ពិសេសដល់ថ្នាក់ហ្នឹងនឹងគឺសម្រាប់ងាយលោកអ្នកដែលអត់សូវចេះភាសាបាលីឬក៏អត់ចេះសូត្រប៉ុន្តែយ៉ាងណាយើងចង់បានបុណ្យកន្លែងហ្នឹងសិនតែឥឡូវនេះគឺខ្ញុំនឹងមកលំអិតកន្លែងអ្នកដែលចេះភាសាបាលីយើងរក្សាបែបតាមលំដាប់លំដោយដើម្បីឲ្យយើងបានអានិសង្សកាន់តែខ្ពស់ឡើងថែមទៀតនោះគឺយើងសូត្រភាសាបាលីទៅព្រលឹមឡើងយើងតែងខ្លួនឲ្យស្អាតតុបតែងមកចប់ទៅយើងថ្វាយបង្គំអីយ៉ាងត្រឹមត្រូវមានព្រះរតនត្រ័យអីរឹតតែល្អទៀតយើងក៏សូត្រឬក៏មិនមានក៏បានដែរយើងពោលទៅលើអញ្ចាំងពោលទៅលើព្រះអាទិត្យវាអត់ជាបញ្ហាព្រោះយើងអាស្រ័យទៅលើចិត្តព្រោះសម័យមួយព្រះមហាជនុឬក៏មហាចនកៈហ្នឹងនៅមហាសមុទ្រក៏រក្សាឧបោសថសិលដែរតោះនេះបាទដូច្នេះយើងដឹងថាថ្ងៃហ្នឹងគឺថ្ងៃឧបោសថសិលយើងក៏លន់វាចាឡើងយើងថ្វាយបង្គំឲ្យសំពះលន់វាចាមកអច្ចៈឧបោសថោអិមញ្ចរតੰអិមញ្ចតិវសੰឧបោសថិកោភិវិសាមិបាទអញ្ចឹងចំពោះបរោះគឺឧបោសថិកោភិវិសាមិប៉ុន្តែចំពោះស្ត្រីនារីវិញគឺឧបោសថិកាភិវិសាមិឧបាសិកាឧបោសថិកាមកឬជាទូទៅខ្ញុំក៏ដែរសូត្រភាសាបាលីខ្ញុំសូត្រតែថ្ងៃនេះត្រូវនៅថ្ងៃឧបោសថសិលខ្ញុំព្រះករុណាសូមរក្សានៅឧបោសថថ្ងៃនេះនិងយប់នេះសូត្រតែប៉ុណ្្នឹងមកក៏បានដែរបាលីក៏បានប្រែសម្រាយក៏បានដែរហើយក្រោយមកក៏ខ្ញុំក្រាបថ្វាយបង្គំព្រះរតនត្រ័យអរហង្គសម្មាសម្ពុទ្ធោភគវាពុទ្ធាំងភគវន្តាំងអភិវាទេមិហើយខ្ញុំក្រាបសំពះម្ដងទៅស្វាខាតោភគវតាធម្មោធម្មំណមសាមិហើយក្រាបសំពះម្ដងទៀតទៅ
សុបដិបណ្ណោភគវតោសាវកសង្ឃោសង្ឃាំងអ្នកមាមិហើយក្រាបសំពះទៀតទៅបន្តមកទៀតយើងក៏សូត្រពុទ្ធាំងសារណង្កិច្ឆាមិធម្មាំងសារណង្កិច្ឆាមិសង្ឃាំងសារណង្កិច្ឆាមិហើយបើសិនជាយើងចង់ប្រែគឺខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធជាទីពឹងទីរលឹកខ្ញុំព្រះករុណាសូមដល់នៅព្រះធម៌ជាទីពឹងទីរលឹកខ្ញុំព្រះករុណាសូមដល់នៅព្រះសង្ឃជាទីពឹងទីរលឹកឬក៏យើងសូត្របែបលឿនខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកមកអញ្ចឹងទៅលើកទី2ទុតិយំបិពុទ្ធាំងសារណង្កិច្ឆាមិទុតិយំបិធម្មាំងសារណង្កិច្ឆាមិទុតិយំបិសង្ឃាំងសារណង្កិច្ឆាមិយើងពេញក៏បានឬក៏សង្ខេបមកខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកជាគម្រប់2ដងផងតតិយំបិពុទ្ធាំងសារណង្កិច្ឆាមិតតិយំបិធម្មាំងសារណង្កិច្ឆាមិតតិយំបិសង្ឃាំងសារណង្កិច្ឆាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកជាគម្រប់3ដងផងបន្តមកទៀតបានយើងសូត្រនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈឬក៏អ្នកដែលចង់ប្រែរីកិរិយានៃមាសកាអញ្ចឹងទៅបន្ទាប់មកយើងក៏សូត្រសិក្ខាបទដែលយើងត្រូវគោរពបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិអ្នកដែលចង់ប្រែក៏ប្រែទៅខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាធ្វើនៅសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្រាប់សត្វស្រេចលើយើងណាប្រែក៏បានមិនបាច់ប្រែក៏បានដែរហើយសិក្ខាបទទី2អត្តនាទានាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាកាន់យកនៅវត្ថុដែលគេមិនបានឲ្យដោយកាយឬដោយវាចាទី3អប្រមចរិយាវេរមណីសិក្ខាបទាំងសមាទិយាមិអ្នកខ្លះគេថាខ្ញុំអានខុសយ៉ាងទៅគេហៅអព្រមចរិយាអញ្ចឹងទៅអានមិនអានទៅលើចិត្តយើងឯងព្រោះលើចេតនាហើយក៏យើងប្រែមកខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាប្រព្រឹត្តនៅធម៌មិនប្រសើរគឺសែបនៅមេធុនធម៌កន្លែងហ្នឹងក៏អ្នកខ្លះគេសរសេរមកទៀតសេជាងមើលមេធុនធម៌វាអត់ជាបញ្ហាធម៌ឲ្យធម៌តែមួយទេទី4មុសាវាទាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាពោលនៅពាក្យកុហកអ្នកខ្លះគាត់អត់កុហកអីប៉ុន្តែគាត់ជេរគេអានឹងវាដាច់នៅក្នុងកម្មបទអញ្ចឹងបើល្អបំផុតយើងរក្សាឲ្យបរិសុទ្ធមកណាទី5សុរាមេរយមជ្ជបមាតដ្ឋានាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាជាទីតាំងនៃសេចក្តីប្រមាទគឺផឹកនៅទឹកស្រវឹងគឺសូរានិងមេរ័យទី6វិកាលភោជនាវេរមណីសិក្ខាបទាំងសមាទិយាមិប្រែខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាបរិភោគនៅភោជនាហារក្នុងការខុសទី7ណច្ចគីតវាទិតវិសោកតេសនមាលាកន្ធវិលេបណធារណមនដនវិភូសនដ្ឋានាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយារួមនឹងច្រៀងនិងប្រគំនឹងមើលនៅលបែងដែលជាសត្រូវដល់កុសលធម៌និងកិរិយាទ្រទ្រង់និងប្រដាប់និងតាក់តែងស្អិតស្អាងរាងកាយដោយផ្កាកម្រងនិងគ្រឿងក្រអូបនិងគ្រឿងលាបផ្សេងទី8ឧចាសយនមហាសយនាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាទីសេនាសនៈដ៏ខ្ពង់ខ្ពស់ហួសប្រមាណនិងទីសេនាសនៈដ៏ប្រសើរបន្តមកទៀតយើងក៏សរុបសិលមកអ៊ីម៉ាំងអដ្ឋង្គកសមណាកតាំងពុទ្ធបញ្ញតាំងឧបោសថੰអ៊ីម៉ាញ់ចរិតតាំងអ៊ីម៉ាញ់ចតិវសੰសមទេវៈអភិរខិតុងសមាទិយាមិខ្ញុំព្រះករុណាសូមសមាទាននៅឧបោសថសិលដ៏ប្រកបព្រមហើយដោយអង្គ8ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់បញ្ញត្តិទុកហើយនេះដើម្បីនឹងរក្សាឲ្យបរិបូរណ៍ប្រពៃអស់កំណត់ថ្ងៃនេះនិងយប់នេះសូមកុសលចូលជាឧបនិស្ស័យធ្វើឲ្យចាក់ច្បាស់នៅព្រះនិព្វានឯដអនាគតកាលទៅឯមុខនោះហងអញ្ចឹងគឺចប់យើងបាននៅឧបោសថសិលរួចរាល់ឥឡូវនេះខ្ញុំត្រឡប់មកវិញដើម្បីឲ្យយើងសិក្សាអំពីសិក្ខាបទនីមួយៗបានន័យថាយើងត្រូវគោរពសិក្ខាបទរបស់យើងគឺចេតនាសិលរបស់យើងដាច់លុះត្រាតែយើងមានចេតនាបើយើងអត់មានចេតនាទេគឺអត់ដាច់ទេ
ទីមួយគឺយើងសម្រាប់សัตว์បានថាបើយើងមិនមានចេតនាធ្វើឲ្យសัตว์នឹងវាងាប់ទេអានោះវាមានអង្គផ្សេងតែខ្ញុំអត់លំអិតនៅកន្លែងអង្គនៃសិក្ខាបទទេឧទាហរណ៍ថាស្រាប់តែយើងមុខខំតែយើងភ្ញាក់ខ្លួនយើងគៀសឆ្វាច់វាងាប់អាហ្នឹងក៏វាងាប់ទៅវាជាកម្មរបស់វាយើងអត់មានចេតនាយើងអត់ដាច់ទេអូខេបាទហើយយើងក៏អត់ខុសនៅក្នុងអង្គដែរក៏ប៉ុន្តែបើយើងឃើញចេតនាចង់ញិចទៅវាអត់ងាប់អាហ្នឹងយើងអត់ដាច់មែនតែយើងខុសនៅក្នុងសិក្ខាបទទ្រុសធ្លាយហើយទី2ការលួចយកនៅរបស់គេអញ្ចឹងយើងត្រូវដឹងការលួចយករបស់គេដែលគេមិនបានឲ្យវាអត់សូវលំបាកឯកន្លែងហ្នឹងណោះហើយទី3អប្រមចរិយាបានន័យថាចេតនាមួយអ្នកខ្លះគាត់ថាគាត់អត់រួមភេទទេប៉ុន្តែប្រើដៃជួយបានទេអាកន្លែងហ្នឹងគួរហាមដាច់ដែរព្រោះអីនៅក្នុងអង្គសិក្ខាបទទាំង4ហ្នឹងសូម្បីតែយើងមានចេតនានៅក្នុងការចង់សែបចង់រួមភេទនិយាយភាសាសាមញ្ញទៅមិនថាភេទដូចគ្នាមិនថាជាមួយអមនុស្សឬក៏ជាមួយនឹងសត្វអាហ្នឹងគឺនៅក្នុងទ្វារទាំង30អ្នកគ្នាអាចសិក្សាទៅក៏ប៉ុន្តែឲ្យយើងដឹងទៅបើសិនជាយើងថ្ងៃហ្នឹងគឺយើងមិនរវល់ហ្មងរឿងហ្នឹងណាពាក់ព័ន្ធជាមួយរឿងការអោបថើបអីហ្នឹងក៏យើងអាចនិយាយបានថាវាមិនដាច់សិលទេក៏ប៉ុន្តែយើងធ្លុះធ្លាយសិលវាសៅហ្មងនិយាយភាសាសាមញ្ញគ្រាន់តែយើងមានចិត្តត្រេកអរចង់គេងនៅក្នុងថ្ងៃហ្នឹងក៏យើងដាច់នៅក្នុងអង្គទី1ដែរក៏ប៉ុន្តែបើយើងមានអារម្មណ៍ខ្លាំងប៉ុន្តែយើងដឹងថាអូខេថ្ងៃហ្នឹងឯងសិលអត់ទេទ្រាំអង្គុយសមាធិទៅឬយើងរក្សាអបោសុតទៅហើយយើងគិតរលឹកនៅក្នុងបុណ្យរបស់យើងថ្ងៃហ្នឹងគឺហាមដាច់អញ្ចឹងទៅចិត្តរបស់យើងរំសាយទៅគឺលេងអីហ៎បើយើងទ្រាំលេងបានណាអូខេទី4មុសាវាទបានន័យថាយើងមិននិយាយភូតកុហកមិននិយាយសោកសៀតចាក់ដោតគេជេរគេអីហ្នឹងអាហ្នឹងគឺសិតនៅក្នុងអង្គសិក្ខាបទហើយនឹងមានមិននិយាយរវើរវាយនិយាយ over និយាយហួសហេតុទៅថ្ងៃហ្នឹងទៅលេងឋានប្រច័នអីចឹងណាអាហ្នឹងមិនបាច់និយាយអាហ្នឹងគេហៅថានិយាយគឺយើងនិយាយបែបមโนកម្មអាហ្នឹងអ្នកនរគ្នាទៅសិក្សាអំពីវិជ័យកម្មមโนកម្មថែមទៀតទៅគឺនឹងលំអិតហើយអញ្ចឹងគួរតែយើងវាចារបស់យើងឲ្យលំអិតកុំនិយាយលេងតិចឲ្យនំកូនអីតែកូនលូកយកដកមកវិញអានឹងដាច់ណាហើយបើសិនជាអ្នកនរគ្នាដែលជាអ្នករកស៊ីជាពិសេសតួលេខក៏មិនគួរនិយាយដែរថាចំណេញប្រមាណខ្ញុំនិយាយចំណេញប៉ុណ្ណេះប៉ុណ្ណោះអីចឹងមិនគួរនិយាយតែបើយើងអាចនិយាយថាចំណេញបានល្មមតិចតួចអីចឹងតែអានឹងយើងនិយាយបានអូខេណាយើងកុំនិយាយតួលេខអូបងខ្ញុំទិញមកចំណេញបងតែ200អានឹងអត់ទេបើ200ច្បាស់តែ200ចំណេញមែនតែបើនិយាយចំណេញ500ចំណេញនិយាយប្រាប់គេតែ200អានឹងគឺដាច់ហើយអញ្ចឹងតួលេខគួរប្រយ័ត្នបន្តិចកន្លែងមុសាវាទហ្នឹងឬក៏ពេលខ្លះទៅយើងប្រាប់គេទៅមិនអូយអត់ចំណេញទេបងអើយគ្មានចំណេញសោះហ្មងអាហ្នឹងក៏ដាច់ដែរបើសិនយើងចំណេញហើយយើងថាអត់ចំណេញតែយើងប្រាប់បងអើយចំណេញវាតិចតួចអាហ្នឹងបានមួយទៀតគឺសុរាមេរយមជ្ជបមាតដ្ឋានាហ្នឹងគឺយើងមិនផឹកនៅទឹកស្វឹងអាហ្នឹងយើងដឹងណាក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធអនុញ្ញាតសម្រាប់ថ្នាំឧទាហរណ៍ថាអ្នកខ្លះគាត់កូនខ្ចីគាត់ប្រើត្រាំស្រាត្រាំអីហ្នឹងតែច្បាស់ថាវាជាថ្នាំក៏បើយើងចេតនាពេញចិត្តនៅក្នុងសូរាហ្នឹងគឺដាច់មកតំណក់ក៏ដាច់ដែរតែបើសិនជាវាជាថ្នាំយើងមិនមានទោសនៅពេលឧមាឥឡូវអ្នកនរអាចយកទៅយើងវាស់មួយថ្នាំងដៃឡើងលើថ្នាំងដៃចុះក្រោមជាកៅអីចឹងណាប៉ុន្តែយើងត្រូវដឹងថាថ្នាំយើងផឹកបានប្រមាណដងត្រូវទេយ៉ាងច្រើនមួយថ្ងៃ3ដងអីបានហើយថ្នាំតែអ្នកខ្លះទៀតឬតែមួយអង្កលីមកន័យថាមួយថ្នាំងដៃហ្នឹងលេងដាក់ឧមាឥឡូវមួយថ្នាំងដៃវាស់អូត្រូវមួយក្រឹកហ្នឹងប៉ុន្តែចេញដាក់ចូលដាក់យូរទៅបានបន្តិចតួខ្លួនអាហ្នឹងក៏អត់ដែរថ្នាំគឺថ្នាំយើងដឹងហើយឥឡូវយើងទៅសួរថ្នាំពេទ្យទៅថាថ្នាំយើងមួយថ្ងៃយើងអាចលេបបានប្រហែលដងអញ្ចឹងយើងប្រើថ្នាំប្រភេទហ្នឹងក៏បានតែវាគឺជាថ្នាំកុំឲ្យយើងមានចេតនាមួយថាចង់ញ៉ាំហ្នឹងដើម្បីជាសូរារំភើបអាហ្នឹងតែមកតំណក់ក៏ដាច់ដែរទី6វិកាលយើងដឹងហើយបើសិនជាចាប់ពីផុតថ្ងៃត្រង់ពុបម៉ោងពេលវេលាវាអត់ទៀងឯពេលខ្លះម៉ោង11ជាងខែខ្លះម៉ោង11:45ខែខ្លះម៉ោង12:05នាទីក៏មានដែរវាមានពេលវេលាលើសខែខ្លះថ្ងៃរៀងដើរយឺតអញ្ចឹងទៅម៉ោង12:20នាទីក៏មានដែរតែយល់ល្អបំផុតនោះគឺថ្ងៃត្រង់យើងមើលពេលវេលាថ្ងៃត្រង់ផុតពីថ្ងៃត្រង់ទៅញ៉ាំអីយើងដុសធ្មេញឲ្យស្អាតទៅកុំឲ្យមានរបៀបយើងឆ្កឹះធ្មេញទៅស្អាសល់បាក់កាកបាយយើងចេតនាលេបអាហ្នឹងក៏ដាច់ដែរអញ្ចឹងយើងសម្អាតធ្មេញឲ្យស្អាតហើយផ្លែឈើដែលយើងអាចញ៉ាំនៅក្នុងពេលវេលាកាលនឹងបានមាន2តាពីបានតែម្ដងគឺផ្លែសមហើយនឹងផ្លែកទួតព្រៃសិក្ខាបទហ្នឹងគឺដូចលោកចឹងយើងទៅសួរលោកលើលោកឆាន់បានអីបានយើងក៏បានដែរដូចជាប្រក្រងក៏យើងបានដែរហើយជាមួយនឹងបើសិនជាទឹកផ្លែឈើយើងត្រូវចម្រោះឲ្យស្អាតបើផ្លែឈើហ្នឹងវាធំជាងផ្លែភ្នៅហ្នឹងបើធំជាងផ្លែភ្នៅដូចជាអលឹកម្នាស់អាហ្នឹងគឺធំហើយអាហ្នឹងអត់បានទេតែបើសិនជាផ្លែតូចផ្លែក្រូចតែក្រូចក៏មើលផងណាមិនមែនក្រូចថ្លុងអាហ្នឹងក៏ធំជាងដែរតែបើសិនជាក្រូចចិនក្រូចពោធិ៍សាត់អីអាហ្នឹងគឺយើងអាចចម្រោះឲ្យស្អាតកុំឲ្យមានកាកសោះចម្រោះ 4-5 ដងទៅដាក់កាម៉ា 2-3 ជាន់ទៅអាហ្នឹងយើងអាចញ៉ាំពេលវេលា
mà là nghe năng giúp lưng có nhám bán đây to là phư láng nhám tiết có nhám thế phổi à thế có trong nhám có nhám thế có hộp thế tức ẩm pơ tức trộn bay đại dương chùm rò giang sát tức pơ cái đôi phần đại dương chùm rò sát tại ha mùi tiếng mến tức sần đại ấy ở đây na tức sần đại tức đôn có ọt đá rồi có tức tháo bật tháo cái kiếp anh đang bàn tức tháo em bàn tai bờ sân nhà tức tháo đại trên vòng pi plai tram sạch nâng anh đang ọt bàn nè hai bờ sân chiaประเภท phê sẽ cặp pong đôi chia tức tai tức ấy đại kết phương pi đốp cặp pong nâng á anh đang nè đọc nghe ai từ xa xua ông pi lốp vì này na công chi dâm được không ca từ xua lốp đại sơ can vì nấy pi khác lốp ai nâng mổ móm chè chan bàn đó nè dương cùng tam lốp dương trong đại xa luôn ai nhảy bò thì xuất dương trơi sắc sao ông pi vì này nâng ai từ xua chỉ mùi lốp đại can vì này dạng trầm trơi bà bán trăm dương tam từ đôi chia tức ấy cái tức nam một phê tức bát tiêu của tôi của bơ ấy chẳng hạn nâng pe khá lục bây giờ là tới bán là nâng coi dương tam này công phi em được không ca tức ao được khơi cường của bóng khơi thằng ông ấy các bạn đấy mấy cái vọt nó ọt bán dân dương cổng dương bồng nách thay dương để xá cua để xá ao bò để sọt dương trời sắc xa bờ sân gì ai bán cường của bóng nâng bờ đáy co mình cho bách co bán này sọc chặt rột tức play chưa so đôi chỉ tức ẩm pơ tức passion tức tờ váy prin tức chê còn đáy chùm rọi sát máu anh nâng ọt bài nhà hà đây huế ná anh đang được nông vị ca là phô chuẩn nè đó là lâm láng ngay ra phải có lâm láng nhạ lángปุ๊บ rút từ cái mưa bạt đầy mưa cả lá đầy luôn anh khơi từ hộp bài bàn sơ nâng thẹn cho khai từ chia sơ pram đòi xoay pro watt anh đang sầm khăn lục ắt tịch rồi đó ti pram pi chẳng ti pram pi cứ nãy chả kia tạo vi ti tạo vi sô cả tia sản nạ miên lia con thạ vị lê bạn nạ thia ra nạ mòn đàn nạ vị phu sản nạ thà na bạn này thay dương từ thì môi rom riêng là bay nhà đọc nia cả lấy nó cứ sầm khăn nè đây là sao nó ở po số nâng miên miếp chanh miếp chơi cái lấy nâng khăng mền tên bọt chùm riêng môi chùm đuôi đây là dương kết tha plek từ hói viên nâng ai nâng po mò nâng không ngày nâng ok này bạn lấy nâng sầm khăn để thôi dương đặt nghi bằng phật pe khán nơi sốc chuyện tạm lên bờ vô mà lấy lư pleng riêng nâng dương riêng lên tam ở toàn đại dế tai bởi dương đăng luôn anh thằng ngày nâng cứ ngay ở po số cứ chụp liềm bà sân thì dương còn thử từ mình tích tam nó đặt tay một đòn lại nâng nó cứ slide từ lời chết tận à hay là bài rom riêng chỉ sẽ riêng phía riêng thay rồi có riêng cả rễ riêng ấy cái đó mình cua ngày nó cứ đặt từ cả play có đặt đấy hai mũi tiết sầm ráp lúc nè đại ai đừng miền càng nghe chẳng môn pe để dương ở đặt tnia dương tục tay sắt sang cái mà sao liếp ở hào từ môn pe đại ở đặt tnia sờ nơi pe na để dương ở đặt tnia sờ hái ca cầm rong kêu cả ốp kêu liếp cả vơ chỉnh chiên ham bờ đói cứ đó ham pẹ vinh tối nay bạn ham phật mà sao ham chlo bài chlo ở chỗ nó cứ để chlo đầm bay ở mưa ta làm mai bả lại bàn tay vào dựng ọt đấy nó cứ đạch tối nay bạn chắc bạn tha sờ nó cứ cao ông pi chê tận ná sọt nè và tôi mà tiết ti bẩm bay cứ u cha sạ dạ nà mà ha sạ dạ nà sẽ khá bọt ní sầm ráp ti sẽ na đồ pung pu hu pro man nâng ti sẽ na đồ pro sa vì khá tới dương ai nâng lủng ba ô bà tha dương tới ổng quy nơi lơ kre rồi có tóc cả ấy na có đói ai nâng kre nó vì pu pê dương chọn đăng thật pu rồi ót dương từng quy lươn đăng hái dương chương dương đạn nó trâm cái lại ai chứ khai lại ai nó hai dương sầm dòng từng pi cho crowd mớ đo crowd mé bờ đo crowd mà nâng ọt đài gì tai bởi dương sầm dòng chương cho crowd tứ ọt đo crowd thế nó cứ đài vậy phật này bờ phía xa sầm anh thay thầm cả là mệt còn bàn tay bị khai tới dương ai bị bạc không cả vót pra năng từ chỉ ca sầm còi mùi tiết bà sân chia trường kre tóc ấy nắng miền chạ rụp bạch đôi chia trường sạt trường ri chợ xây trường ní ấy năng có mình cụ đài toàn này bà công từng cùi nữa nằng mùi tiết nó cứ sẽ na đo pro xá chồng pua cái lạnh kênh chồng pua puk kê nhá puk được gọi khai áo nắng pro pet pongประเภทไอ้เด็กเฟื่องซัวสมัยการปัจจุบันนั้นนั้นอดไอ้trong tuần là mười mấy cái đại đại tái bảo sân chỉ miên nhọt sầm lấy nhọt co nhọt cả ba nên cứ đại vậyตัวnày bạn chẳng bờ sân gì riêng thử mương luôn anh tha pe product pe là tới việc bài ná chẳng ao việc thiệt tha bờ sân chỉ puk sầm lấy nhọt đôi sầm lấy co sầm lấy cả ba nên cứ đại tái bờ sân thì cái phơi pi rùm so pong nên ở đây sạch product mấy cái việc ở đây ở cho bác lại nâng tới cứ dương nâng bánh khai thà xài mò ok đó bạn chắc sẽ khai bót trăng phẩm bay nâng dương rẽ xa ngay sau tay mùi dục mùi ngay dương nâng bàn ăn đi xong đột cày lên mà hà xà
បើសិនជាយើងស្លាប់នៅក្នុងថ្ងៃឧបោសថសិលយើងនឹងបានសម្បត្តិអញ្ញបានថាពិសេសជាងសម្បត្តិស្ដេចចក្រពត្តិទៅទៀតនេះគឺមានពោលនៅក្នុងឧបោសថសូត្រហើយនៅពេលណាដែលយើងបានរក្សាសិលឧបោសថសិលមួយយប់មួយថ្ងៃរួចពេលព្រលឹមឡើងយើងអាចនឹងក្រៅពីគេងឡើងឬក៏បាយហើយក៏បានដែរអាហ្នឹងបន្ថែមណាយើងអាចនឹងអង្គុយសមាធិបន្តិចទៅហើយពិចារណានេះពីម្សិលមិញរហូតដល់យប់មិញហ្នឹងយើងមានបានធ្វើឲ្យខុសសិក្ខាបទអីទេអាហ្នឹងដើម្បីឲ្យយើងពិចារណាទៅបើសិនជាយើងអត់ខុសសិលអីទេឃើញថាបរិសុទ្ធអ្នកនរអាចនឹងអធិដ្ឋានចិត្តមួយថាសូមឲ្យបុណ្យកុសលនៅក្នុងការរក្សានៅឧបោសថសិលហ្នឹងសូមឲ្យខ្ញុំបានត្រាស់ដឹងធម៌អីចឹងទៅអាហ្នឹងស្រេចលើយើងប្រាថ្នាដោយខ្លួនឯងប៉ុន្តែគួរតែប្រាថ្នាកុំឲ្យយើងជាប់ជំពាក់ឬក៏យើងសូមឲ្យបុណ្យកុសលហ្នឹងសូមឲ្យខ្ញុំបានជួបតែកល្យាណមិត្តការរកស៊ីលុយកាក់មាសប្រាក់នៅពេលបច្ចុប្បន្នឲ្យទៅរលូនហើយសូមឲ្យខ្ញុំបានសម្រេចនៅអមតៈធម៌នៅព្រះនិព្វាននៅពេលអនាគតអីក៏បានដែរអាហ្នឹងគឺយើងយកបុណ្យហ្នឹងមកអធិដ្ឋានចិត្តឲ្យវាមានជាទិសដៅក្នុងការថាតើយើងរក្សាសិលឧបោសថដើម្បីអីព្រោះបុណ្យហ្នឹងមហាសាលតែបើយើងគ្រាន់តែរក្សានៅឧបោសថសិលដើម្បីឲ្យបាននៅព្រះនិព្វានគឺដើម្បីព្រះនិព្វានអញ្ចឹងទៅដូច្នេះហើយបុណ្យអំពីការរក្សានៅឧបោសថសិលបុណ្យច្រើនមែនទែនអញ្ចឹងអ្នកក្នុងគួររក្សាឧទាហរណ៍ថាបើសិនជាយើងធ្វើបុណ្យបានធ្វើទានជាប្រចាំយើងរក្សាសិល5រាល់ថ្ងៃអត់ដែលដាច់ហើយយើងរក្សាឧបោសថសិលមួយខែខ្ទង់4ទៅ5ដងណាអ្នកគ្នាបាទបើសិនជាយើងចិត្តរបស់យើងរលឹកទៅដល់ឧបោសថសិលជាប្រចាំយើងស្លាប់ទៅក៏យើងបានទៅកើតនៅទេវតាយ៉ាងទាបបំផុតពីចាតុមហារាជការហើយបើខ្ពស់បំផុតក៏ត្រឹមទៅដល់នៅឯបារៈនៅមិតវសវតីទេវតាជាន់ទី6ហើយនៅក្នុងការរក្សាសិលឧបោសថហ្នឹងគឺជាឧបនិស្ស័យមួយធ្វើឲ្យលោកអ្នកមានឱកាសបានជួបជាមួយនឹងព្រះសម្មាសម្ពុទ្ធអ្នកនេះប្រហែលជាធ្លាប់ឮណាអ្នកចាស់អាចនឹងសូត្រធម៌ជាប្រចាំសូមខ្ញុំបានជួបនឹងព្រះអរិយមេត្រីថ្លៃវិសិទ្ធសូត្ររាប់រយឆ្នាំក៏ដោយបើយើងអត់រក្សាសិលទេឱកាសក្នុងការជួបព្រះអរិយមេត្រីអត់មាននោះទេយើងត្រូវសិក្សាមើលហេតុដែលព្រះអរិយមេត្រីត្រាស់ដឹងនៅក្នុងយុគសម័យហ្នឹងគឺជាយុគសម័យដែលមនុស្សមានបុណ្យកើតអំពីអ្នកដែលបានរក្សាសិលតាំងពីដើមមកហើយព្រះអង្គកើតនៅក្នុងយុគសម័យមនុស្សមានបុណ្យអាយុ 80000 ឆ្នាំអញ្ចឹងរឿង9ប្រការដែលមិនមាននៅក្នុងយុគសម័យយើងពេលបច្ចុប្បន្នហ្នឹងដែលព្រះអង្គកើតណាបានន័យថាកើតហើយមានរឿងហេតុ9យ៉ាងដែលមនុស្សសម័យដូចយើងហ្នឹងអត់អាចកើតរួមលោកជាមួយនឹងព្រះអង្គបានឡើយអានេះខ្ញុំនិយាយត្រួសណាទី1នៅនឹងអត់មានមនុស្សមានបញ្ញាខ្សោយទេខ្សោយបញ្ញាអត់មានទេដូចជាអ្នកដែលអត់សូវគ្រប់អីហ្នឹងអត់មានទេអ្នកខ្លះបើយើងចូលចិត្តផឹកទឹកស្វឹងផឹកស្រាហ្នឹងមិនបាច់មានឱកាសរួមលោកជាមួយព្រះអរិយមេត្រីទេតោះនេះបាទទី2នៅនឹងអត់មានមនុស្សខ្វាក់ទេអញ្ចឹងអ្នកដែលធ្វើបុណ្យអត់គោរពចូលចិត្តខ្វេះភ្នែកក្តាមអីហ្នឹងក៏អត់មានឱកាសបានកើតរួមលោកជាមួយព្រះអរិយមេត្រីដែរទី3អត់មានមនុស្សខ្វិនពិការទេអញ្ចឹងបើយើងចូលចិត្តនិយាយភូតកុហកជាហេតុធ្វើឲ្យខ្វិនពិការអត់មានឱកាសរួមលោកជាមួយព្រះអរិយមេត្រីនោះទេទី4អត់មានជំងឺប្រចាំកាយដូចបច្ចុប្បន្នលើសឈាមទ្រង់ផ្អែមនោះទេអញ្ចឹងបើយើងរាល់ថ្ងៃជាមនុស្សដែលចូលចិត្តសម្លាប់បាណាតិបាតច្រើនក៏អត់មានឱកាសក្នុងការរួមលោកជាមួយនឹងព្រះអរិយមេត្រីដែរទី6កើតនៅក្នុងយុគសម័យដែលមនុស្សនឹងអត់មានការគំរាមកំហែងចងអាឃាតអញ្ចឹងបើសិនយើងចូលចិត្តធ្វើឲ្យគេភ័យធ្វើឲ្យគេខ្លាចអាហ្នឹងក៏អត់មានឱកាសរួមលោកជាមួយព្រះអរិយមេត្រីដែរទី6មនុស្សប្រុសស្រីនៅហ្នឹងគឺស្អាតដូចទេវបុត្រទេពធីតាដូច្នេះហើយបើយើងរងថ្ងៃជាមនុស្សចូលចិត្តប្រច័ណ្ឌចំណែនឈ្នានេះឬឆានិន្ទាគ្នាអត់មានឱកាសបានរួមលោកជាមួយនឹងព្រះអរិយមេត្រីឡើយទី7ផ្លូវនៅសម័យហ្នឹងស្មើស្អាតអញ្ចឹងកើតចេញអំពីព្រះអង្គធ្លាប់ធ្វើទៀនដែលមិនកំណាញ់ស្វិតអញ្ចឹងបើសិនជាសម័យយើងរងថ្ងៃហ្នឹងយើងអត់សូវចូលចិត្តធ្វើទៀនឃើញគេធ្វើទៀនហើយចូលចិត្តហាមគេណាឃើញគេធ្វើសេចក្តីល្អហ្នឹងយើងចូលចិត្តទៅនិយាយចាក់ផាឬក៏ពេលខ្លះទៅខមមិនឯសម័យយើងឥឡូវសវោលុយគេសោះហ្នឹងអញ្ចឹងបើសិនយើងជួយចិត្តធ្វើអញ្ចឹងយើងក៏អត់មានឱកាសរួមលោកជាមួយនឹងព្រះអរិយមេត្រីដែរទី8គឺព្រះអង្គកើតនៅក្នុងយុគសម័យមនុស្សដែលផែនដីរៀបស្មើផ្លូវគឺស្មើអត់មានកលិកលុកអីដូចយើងរងថ្ងៃទេអញ្ចឹងអ្នកដែលចូលចិត្តសម្លាប់សត្វបៀតបៀនឬក៏ចាប់សត្វយកមកឃុំឃាំងអត់មានឱកាសបានរួមលោកជាមួយនឹងព្រះអរិយមេត្រីឡើយទី9នៅសម័យហ្នឹងអត់មានការលំបាករកស៊ីនោះទេរស់ដោយសារតែដើមកັບប្រព្រឹកមនុស្សមានភាពសុខសប្បាយអញ្ចឹងវាកើតចេញអំពីមនុស្សនៅសម័យហ្នឹងគឺការធ្វើទានការចែកអំណោយការអីហ្នឹងគឺបរិបូរណ៍ដូច្នេះយើងត្រូវតែធ្វើទានឲ្យបានច្រើនធ្វើទានរក្សាសិលឲ្យជាប់ដែលជាហេតុធ្វើយើងមានឱកាសកើតរួមលោកជាមួយនឹងព្រះអរិយមេត្រី